មហិច្ឆតាលេបរបទឹកដីនៅតែបន្តយោងតាមប្រភពពីកងទ័ពជមុកនិងសារព័ត៌មានយោធាថៃបានធ្វើសកម្មភាពរំលោភបំពានអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរដោយបានចូលកាន់កាប់ភ្នំ323ស្រុកភ្នំព្រឹកខេត្តបាត់ដំបងតាំងពីពេលមានការប៉ះទង្គិចគ្នាជាលើកទី2បងប្អូនជួងរំជាតិដែលកំពុងតាមដាននីតិព័ត៌មានជាតិនិងកិច្ចការព្រំដែននេះគឺជាទង្វើដ៏ប្រហើននិងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើបូរណភាពទឹកដីកម្ពុជាដែលមិនអាចទទួលយកបានឡើយយោងតាមទំព័រ Facebook ផ្លូវការ TFA ខ្មែរនិងសេចក្តីរាយការណ៍នៅតំបន់ព្រំដែនបានទម្លាយឲ្យដឹងថាក្រុមទាហានឈុតខ្មៅថៃប្រចាំកងលេខ13បានលួចឡើងទៅបង្ហូតទង់ជាតិថៃបក់ល្វិចល្វិចនិងបានប្រកាសពីអធិបតេយ្យភាពរបស់ខ្លួននៅលើកំពូលភ្នំ323ភ្នំនេះគឺជាទីតាំងយុទ្ធសាស្ត្រមួយដែលស្ថិតនៅតាមបណ្ដោយព្រំដែនស្រុកភ្នំព្រឹកខេត្តបាត់ដំបងជាប់ទៅនឹងស្រុកខ្លុងហាតខេត្តច័ន្ទបុរីរបស់ប្រទេសថៃនិងធ្វើសេចក្ដីប្រណិធានថានឹងយកតំបន់ភ្នំ323នេះធ្វើជាមូលដ្ឋានចូលជើងយុទ្ធសាស្ត្រដើម្បីប្រឆាំងទប់ទល់ទៅនឹងកងទ័ពខ្មែរនាពេលអនាគតតើភ្នំ323មានសារៈសំខាន់យ៉ាងណាភ្នំនេះស្ថិតនៅចំកណ្ដាលតំបន់ប្រជុំភ្នំព្រឹកនិងភ្នំបារាំងធ្លាក់របស់កម្ពុជាវាជាទីតាំងទាញប្រទងគ្នាដោយសារតែភ្នំនេះមានសន្តានដូចជាជញ្ជាំងពោះត្រដែតផុសចេញពីដីសម្បូរទៅដោយរូងភ្នំនិងឡាងដែលងាយស្រួលក្នុងការធ្វើជាបន្ទាយលាក់ខ្លួនទាហានខ្មែរមួយរូបប្រចាំកងការពារព្រំដែនលេខ504បានលួចបង្ហើបប្រាប់ទូទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាយោធាថៃបានចូលមកកាន់កាប់ភ្នំ323នេះតាំងពីកំឡុងពេលទស្សសង្គ្រាមព្រំដែនលើកទី2មកម្លេះពេលនោះយោធាថៃបានបាញ់ប្លន់គ្រាប់កាំភ្លើងធំចូលមកក្នុងភូមិសាស្ត្រភ្នំបារាំងធ្លាក់និងភ្នំព្រឹកជិត10គ្រាប់ដោយសារតែគ្មានការគ្រប់គ្រងពីកងកាំភ្លើងធំនិងគ្មានកងទ័ពជំនួយពីក្រោយទើបកងទ័ពខ្មែរនៅជួរមុខត្រូវបង្ខំចិត្តដកថយនិងផ្ដល់ឱកាសឲ្យថៃឡើងទៅកាន់កាប់រហូតដល់សប្តាហ៍ថ្ងៃជុំវិញបញ្ហានេះមហាជននិងអ្នកតាមដានបញ្ហាព្រំដែនបានរិះគន់យ៉ាងចាស់ដៃថាអាញាធរហាក់ដូចជាកំពុងតែបណ្ដេតបណ្ដោយឲ្យថៃឈ្លានពានទឹកដីខ្មែរតាមចិត្តដោយមិនមានវិធានការទប់ស្កាត់ឬទាមទារទឹកដីមកវិញឲ្យបានម៉ឺងម៉ាត់នោះទេអ្នកខ្លះលើកឡើងថាការចោះចាប់ទំនិញថៃខុសច្បាប់គឺជារឿងសំខាន់តែការពារទឹកដីមិនឲ្យបាត់បង់គឺជារឿងសំខាន់និងមិនទាន់ជាងនេះទៅទៀតមិនត្រឹមតែរឿងភ្នំ323ប៉ុណ្ណោះទេពាក់ព័ន្ធទៅនឹងវិវាទព្រំដែននៅខេត្តបាត់ដំបងនេះដែរទាហានថៃនៅតែបន្តធ្វើសកម្មភាពជីកប្រឡាយរាយបន្លាលូធ្វើផ្លូវយុទ្ធសាស្ត្រនិងថែមទាំងហ៊ានកែប្រែប្រព័ន្ធអូធម្មជាតិដែលជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្នទៀតផងសកម្មភាពរបស់ថៃទាំងនេះគឺលាតសន្ធឹកចាប់តាំងពីស្រុករហូតលូកចូលដល់តំបន់បរយខាក្នុងខេត្តប៉ៃលិនជាច្រើនទីតាំងដែលជាការរំលោភចូលទឹកដីកម្ពុជាយ៉ាងច្បាស់ក្រឡែត